ទិញឡានពណ៌ណាល្អពណ៌ឡានពណ៌ណាដែលជាពណ៌មានហុងស៊ុយជាងគេបើនិយាយអំពីការទិញរថយន្តបងប្អូនច្បាស់ជាមិនចង់ឲ្យទិញខុសនោះទេប្រសិនបើគេនិយាយអំពីហុងស៊ុយគេប្រហែលជាសំដៅទៅលើពណ៌ព្រោះថារថយន្តប្រភេទណាម៉ាកណាផលិតនៅទីណាក៏មានពណ៌ផ្សេងខុសៗគ្នាផងដែរមុននឹងចាប់ផ្ដើមយើងក្រឡេកមកមើលថាតើរថយន្តណាដែលមានប្រជាប្រិយភាពជាងគេនៅសហរដ្ឋអាមេរិកតាមស្ថិតិនៅឆ្នាំ2023បានបញ្ជាក់ថារថយន្តពណ៌សគឺជារថយន្តដែលមានប្រជាប្រិយភាពជាងគេដែលមានភាគរយរហូតដល់ 23.5% រថយន្តដែលមានប្រជាប្រិយភាពលំដាប់ទី2គឺរថយន្តពណ៌ខ្មៅ 21.2% បន្តតាមដោយរថយន្តពណ៌ប្រផេះ 16.8% រថយន្តពណ៌ប្រាក់ចំនួន 12.9% រថយន្តពណ៌ខៀវចំនួន 9%ពណ៌ក្រហម 8.6% ពណ៌ត្នោតនិងពណ៌ទឹកក្រូចចំនួន 2% យើងនឹងលើកយកកត្តា3សំខាន់តាក់ទងទៅនឹងពណ៌ទី1គឺភាពធន់របស់ពណ៌ទៅនឹងកម្ដៅឬពណ៌ពន្លឺទី2គឺភាពងាយរងគ្រោះទៅតាមពណ៌ផ្សេងគ្នារបស់រថយន្តនិងទី3គឺយើងនឹងនិយាយអំពីការលក់រថយន្តចេញចំណុចទី1គឺភាពធន់របស់ពណ៌រថយន្តទៅនឹងពន្លឺព្រះអាទិត្យមាន YouTuber បរទេសម្នាក់បានធ្វើការពិសោធន៍ដោយយករថយន្តចំនួន2គ្រឿងដែលមានលក្ខណៈប្រហាក់ប្រហែលគ្នារថយន្តទី1គឺមានពណ៌ខ្មៅរថយន្តទី2គឺមានពណ៌សរថយន្តទាំងពីរនេះត្រូវបានគាត់យកទៅដាក់នៅកណ្ដាលថ្ងៃដែលមានរយៈពេល2ម៉ោងដូចគ្នាក្រោយមកគាត់បានធ្វើការវាស់កម្ដៅនៅក្នុងរថយន្តគាត់សង្កេតឃើញថារថយន្តពណ៌សមានសីតុណ្ហភាព45អង្សាសេចំណែកឯរថយន្តពណ៌ខ្មៅវិញគឺមានសីតុណ្ហភាពរហូតដល់55អង្សាសេមានន័យថារថយន្តពណ៌សស្រូបយកកម្ដៅតិចជាងរថយន្តពណ៌ខ្មៅរហូតដល់ 18% បន្ទាប់មកទៀតគាត់បានបើកម៉ាស៊ីនត្រជាក់នៅក្នុងរថយន្តទាំងពីរជាលទ្ធផលបង្ហាញថារថយន្តពណ៌ខ្មៅចុះត្រជាក់យឺតជាងរថយន្តពណ៌សរថយន្តពណ៌សបានចុះសីតុណ្ហភាពមកត្រឹមចំនួន 27.22 អង្សាសេចំណែកឯរថយន្តពណ៌ខ្មៅវិញសីតុណ្ហភាពបានចុះមក 32.78 អង្សាសេគឺមានន័យថារថយន្តពណ៌សបានចុះសីតុណ្ហភាពទាបជាងរថយន្តពណ៌ខ្មៅរហូតដល់ 17% ចំណុចទី2គឺតាក់ទងទៅនឹងសុវត្ថិភាពនៅពេលបើកបរបើតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Monash នៅក្នុងឆ្នាំ2007គេបានសង្កេតឃើញថារថយន្តពណ៌ខ្មៅពណ៌ប្រផេះពណ៌ទឹកប្រាក់គឺមានអត្រាគ្រោះថ្នាក់ខ្ពស់ជាងរថយន្តពណ៌សរហូតដល់ 12% 11% និង 10% នៅក្នុងដំណាក់កាលមានពន្លឺថ្ងៃគ្រប់គ្រាន់ចំណែកឯរថយន្តពណ៌ខៀវរថយន្តពណ៌ក្រហមក៏មានកម្រិតអត្រាគ្រោះថ្នាក់ខ្ពស់ជាងរថយន្តពណ៌សរហូតដល់ 7% ផងដែរប៉ុន្តែនៅពេលដែលមេឃចាប់ផ្ដើមងងឹតឬក៏ពន្លឺមិនគ្រប់គ្រាន់ធ្វើឲ្យមេឃស្រទុំនោះអត្រាគ្រោះថ្នាក់របស់រថយន្តពណ៌ខ្មៅខ្ពស់ជាងរថយន្តពណ៌សរហូតដល់ 47% ចំណែកឯរថយន្តពណ៌ប្រផេះវិញមានអត្រាគ្រោះថ្នាក់ខ្ពស់ជាងរថយន្តពណ៌ស 15% និងរថយន្តទឹកប្រាក់ខ្ពស់ជាងរថយន្តពណ៌សរហូតដល់ 25% ប៉ុន្តែអ្នកបើកបរក៏ត្រូវតែចងចាំផងដែរថាកត្តាដែលនាំឲ្យគ្រោះថ្នាក់ធំបំផុតគឺមិនមែនពណ៌របស់រថយន្តនោះទេតែវាជាអត្តចរិតរបស់អ្នកបើកបរទៅវិញទេចំណុចចុងក្រោយគេគឺតម្លៃរបស់រថយន្តនៅពេលដែលយើងចង់លក់វាចេញបើតាមស្ថិតិនៅសហរដ្ឋអាមេរិករថយន្តដែលអាចទទួលបានតម្លៃថ្លៃលក់ចេញខ្ពស់បំផុតដែលខាតតិចបំផុតគឺពណ៌លឿងដែលមានការខាតបង់ត្រឹមតែ 13.5% ប៉ុណ្ណោះក្រោយពេលទិញរយៈពេល1ឆ្នាំរថយន្តដែលខាតតិចតួចបន្ទាប់គឺរថយន្តពណ៌ទឹកក្រូចដែលមានកម្រិតខាតតម្លៃថ្លៃដើមក្នុងរយៈពេល3ឆ្នាំត្រឹមតែ 18.4% បន្ទាប់មកទៀតពណ៌ក្រហមពណ៌សពណ៌ខៀវនិងពណ៌ប្រផេះពណ៌ទឹកប្រាក់និងពណ៌ខ្មៅមានកម្រិតនៃការខាតបង់ថ្លៃដើមប្រហែលលើស 20% ត្រានេះយើងអាចនិយាយបានថាមានកម្រិតប្រហាក់ប្រហែលគ្នាជាសរុបមកវិញយើងអាចនិយាយបានថារថយន្ត
ដែលមានហុងស៊ុយតាមលក្ខណៈវិទ្យាសាស្ត្រនិងគោរពទៅតាមច្បាប់រូបវិទ្យាគឺរថយន្តពណ៌សសូមសម្រេចចិត្តឲ្យបានត្រឹមត្រូវមុននឹងចំណាយថវិការបស់លោកអ្នកសូមអរគុណ